ខ្ញុំឃើញថាអ្នកការឆ្នាំថោះនៅក្នុងស្ថានភាពក្នុងពេលហ្នឹងគឺកំពុងតែមានកិត្តិយសខ្លាំងចាប់ពីឥឡូវទៅដល់ដាច់ឆ្នាំ2026ហ្នឹងសួស្តីបងប្អូនគ្នាថ្ងៃនេះមកដល់ពាក់ព័ន្ធជាមួយនឹងការអានការរបស់ខ្ញុំឲ្យឡើងទៀតហើយអញ្ចឹងប្រធានបទថ្ងៃហ្នឹងគឺពាក់ព័ន្ធជាមួយនឹងឆ្នាំថោះពីឥឡូវទៅមិនថាបងប្អូនស្ដាប់នៅពេលណាទេខែ8ខែ9ខែ10 11 12ហ្នឹងឲ្យតែដល់ដាច់ឆ្នាំ2026គឺជាសារចង់ប្រាប់របស់បងប្អូនហើយអ្នកដែលកើតឆ្នាំថោះខ្ញុំឃើញថានៅក្នុងកិត្តិយសនៅក្នុងគ្រួសារយើងអាចថាបើសិនជាឡើងគឺយើងឡើងខ្លាំងតែម្ដងបើសិនជាផ្លូវចិត្តរបស់យើងនឹងគ្រប់គ្រងបានល្អខ្ញុំជឿថាអញ្ចឹងហើយពីព្រោះអីនៅក្នុងស្ថានភាពផងយើងនៅក្នុងពេលហ្នឹងគឺកំពុងតែមានការពិភាក្សាការងារហើយការងារផងយើងនឹងកំពុងតែដាប់ឆ្នៃប៉ុន្តែការដាប់ឆ្នៃផងយើងនឹងគឺមិនសូវជាមានការអភិវឌ្ឍហើយពីទីមទីយើងនឹងអភិវឌ្ឍឲ្យបានល្អបន្តិចព្រោះខ្ញុំឃើញថាអ្វីដែលយើងធ្វើហ្នឹងព្រោះវាថានឹងឲ្យលទ្ធផលចុងក្រោយផងយើងហ្នឹងគឺមានការចងទៅលើផ្លូវចិត្តខ្លួនឯងបើសិនជាយើងចងទៅលើផ្លូវចិត្តចងទៅលើលុយកាក់ការងារជាមួយនឹងមិត្តភ័ក្តិហ្នឹងគឺវាអាចថានឹងពិបាកឧទាហរណ៍មានការចំណាយលុយកាក់ការងារជាមួយនឹងមិត្តភ័ក្តិដែលអត់មានចាំបាច់ខ្ជិះវាប៉ះពាល់ទៅដល់ការងារផងយើងគឺវាពិបាកហើយវាថាធ្វើឲ្យយើងនឹងមានការឆ្លោះទាស់តែងគ្នាបើសិនជាมันមានការរ៉ាប់រងអ្នកស្នេហាប្តីប្រពន្ធបើសិនជាมันមានការរ៉ាប់រងប្តីប្រពន្ធมันមានការរ៉ាប់រងពោះទេគឺវាថាពិបាកប៉ុន្តែខ្ញុំឃើញថានៅក្នុងស្ថានភាពឥឡូវហ្នឹងយើងកំពុងតែចងទៅលើផ្លូវចិត្តខ្លួនឯងពាក់ព័ន្ធជាមួយនឹងការងារលុយកាក់ផងយើងពេលមនុស្សជំនាញខ្លួនពេលខ្លះយើងអាចថាមានការវិភាគសាល្អទេវាមានច្បាញ់គ្រាន់តែជាឱកាសនៃលុយកាក់ផងយើងហ្នឹងគឺវាមិនសូវជាហុចឲ្យអញ្ចឹងវាទាមទារឲ្យយើងហ្នឹងកុំប្រឹងងើបដាប់ឆ្នៃដោយខ្លួនឯងដើម្បីឲ្យទទួលបាននៅរឿងនឹកស្មានមិនដល់សម្រាប់យើងបើទោះជាឥឡូវហ្នឹងយើងអាចថានឹងមានកិត្តិយសល្អយើងមានភាពល្អចេញពីគ្រួសារមែនប៉ុន្តែវាទាមទារឲ្យយើងនឹងពង្រឹងទៅលើខ្លួនឯងឲ្យខ្លាំងពង្រឹងទៅលើសមត្ថភាពខ្លួនឯងខ្លាំងទើបវាថានឹងអស់ការពិភាក្សាការងារអីហ្នឹងគឺអាចថានឹងគុំមានចិត្តទលាយលះបង់ឲ្យអ្នកដទៃឧទាហរណ៍យើងការផឹកស៊ីផងយើងហ្នឹងគឺមានការលះបង់ឲ្យអ្នកដទៃច្រើនឧទាហរណ៍ណាបណ្ដាវិធីទីឲ្យយើងនឹងបើសិនជាមានការលះបង់ហើយមានការពិភាក្សាឲ្យបានល្អទៅវាមិនជាបញ្ហាអីទេដើម្បីពង្រឹងទៅលើផ្លូវចិត្តប៉ុន្តែខ្ញុំឃើញថាបើសិនជាយើងនៅតែបន្តធ្វើយ៉ាងច្រើនដងច្រើនសារវាធ្វើឲ្យផ្លូវចិត្តផងយើងនឹងចងទៅលើខ្លួនឯងបើតាមខ្ញុំបងវល់វាសនាអ្នកដែលកើតឆ្នាំថោះនៅក្នុងពេលឡើយទៅដល់ខែដាច់ឆ្នាំ2026ហ្នឹងគឺចរិតផងយើងមានពីរប្រភេទចរិតទី1គឺចរិតគិតពីវាសនាផងមិនគិតពីវាសនាផងអញ្ចឹងបើសិនជាយើងគិតទៅលើវាសនាផងយើងកុំផ្ដោតទៅលើកិត្តិយសពីមជ្ឈដ្ឋានខាងក្រៅពេកវាអាចថានឹងល្អបើសិនជាយើងមានការប្រកួតប្រជែងនៅក្នុងការងារយើងច្បាស់លាស់ម្ចាស់ការពង្រឹងទៅលើសមត្ថភាពខ្លួនឯងខ្ញុំជឿថាបើសិនជាឡើងគឺឡើងខ្លាំងផុតលេខតែម្ដងអ្នកខ្លះកំពុងស្ដាប់នេះកំពុងអ្នកខ្លះកំពុងស្ដាប់នេះអាចថាមិនសូវជាមានការងារធ្វើអាចថាបានឬក៏ការដាប់ឆ្នៃប្រឹងកំពុងតែបកទៅរកនៅអតីតកាលសម្រាប់ផ្លូវចិត្តខ្លួនឯងសម្រាប់ការងារខ្លួនឯងក៏អាចថាបានដែរអញ្ចឹងបើសិនជាយើងមានការងារច្បាស់លាស់ហើយវាទាមទារឲ្យយើងនឹងពង្រឹងទៅលើសមត្ថភាពខ្លួនឯងហើយច្បាមយកឲ្យល្អប្រសើរដើម្បីឲ្យផ្លូវចិត្តផងយើងហ្នឹងទទួលបានផលល្អឥឡូវដើម្បីជៀសទៅលើផ្លូវចិត្តដើម្បីកុំឲ្យចងទៅលើខ្លួនឯងទៅរបៀបម៉េចអូច្បាមហើយវាជាសារមួយដែលឲ្យយើងត្រូវតែមានការប្រកួតប្រជែងឲ្យខ្លាំងហើយគុំបង្កើតទៅលើ plan ថ្មីអីអាចថាការងារចាស់គឺវាអាចថានឹងល្អហើយគម្រោងចាស់គំនិតចាស់គឺវាអាចថានឹងល្អវាអត់ថាលទ្ធផលយ៉ាងក្រោយដើម្បីឲ្យវាជៀសផុតយើងត្រូវតែពង្រឹងទៅលើសមត្ថភាពខ្លួនឯងកុំអានពង្រីកទៅលើចំនួនផងយើងកុំអានពង្រីកទៅលើគោលដៅផងយើងកុំអានអីបើសិនជាលើបច្ចុប្បន្នផងយើងនឹងកំពុងតែល្អហើយផ្ដោតទៅលើរឿងហ្នឹងឲ្យខ្លាំងទៅគឺវាថានឹងល្អអ្នកខ្លះអាចថាកំពុងស្ដាប់នេះគឺមិនសូវជាមានការងារជាឱកាសខ្លួនឯងក្នុងការពង្រីកអាហ្នឹងខ្ញុំថាបើសិនជាយើងមានគម្រោងពង្រីកខ្ញុំជឿថាគុំតន់អីគឺវាថានឹងអស់ត្រូវតែពង្រីកទៅលើអាការងារចាស់ផងយើងឲ្យបានល្អដោះខាត់ឲ្យបានល្អខ្ញុំជឿថានឹងល្អនៅក្នុងមជ្ឈដ្ឋានគ្រួសារផងយើងហ្នឹងគឺអាចថាលែងសូវមានភាពរាំងខាំងហើយលែងសូវមានការ
អាចថានឹងមានការបកស្រាយបានល្អដើម្បីទទួលបាននៅកិត្តិយសសម្រាប់ខ្លួនឯងក៏អាចថាបានដែរមួយថាគេមើលមកយើងហ្នឹងគឺពោពេញទៅដោយនៅកិត្តិយសភាពជាអ្នកដឹកនាំផងយើងហ្នឹងគឺយើងចូលចិត្តលះបង់ឲ្យអ្នកដទៃប៉ុន្តែខ្ញុំឃើញថានៅពេលដែលយើងលះបង់ហ្នឹងគឺវាជាឱកាសមួយក្នុងការសម្រេចចិត្តរបស់យើងល្អដែរយើងអាចថានឹងមានការច្បាមទៅនេះច្បាមទៅនោះមានការប្រកួតប្រជែងទៅលិចទៅកើតទៅជើងទៅច្បងដើម្បីរកលុយកាក់ដើម្បីបើសិនជាការងារជាមួយនឹងមិត្តភ័ក្តិខ្ញុំជឿឲ្យថានឹងល្អដែរទៅលើមជ្ឈដ្ឋានហ្នឹងគឺវាមានឱកាសមួយដែលហុចឲ្យយើងប៉ុន្តែផ្លូវចិត្តគំនិតរបស់យើងហ្នឹងគឺនៅក្នុងស្ថានភាពក្នុងពេលឥឡូវហ្នឹងมันសូវជាមានការចែកបុណ្យធ្វើបុណ្យឲ្យអ្នកដទៃទេវិធីភាគច្រើនបូកគំនិតផងយើងការងារផងយើងបើសិនជាមានការលះបង់អ្នកដទៃហើយមានការចាក់ពីក្រោយខ្នងអាហ្នឹងយើងកុំលះបង់ក៏វាអាចថានឹងល្អសម្រាប់ស៊ីសងទៅលើគំនិតផងយើងហ្នឹងគឺធ្វើការសម្រេចចិត្តទេប៉ុន្តែបើសិនជាមជ្ឈដ្ឋាននៅក្នុងគ្រួសារមជ្ឈដ្ឋានអីគឺត្រូវតែលះបង់ឲ្យបានល្អដើម្បីទទួលបានឱកាសល្អសម្រាប់យើងក៏វាអាចថានឹងល្អដែរចំណុចទី2វាព័ន្ធជាមួយនឹងស្មោះជាមួយនឹងស្នេហាក៏ថាបានមិនស្មោះជាមួយនឹងស្នេហាក៏ថាបាននៅខ្លួននៅខ្លួនលាវឯងអាចថានឹងមានការស្នេហាគឺមានការគ្រូសាររកទំនុកបំរុងឲ្យយើងឲ្យថាបាននៅលាវប៉ុន្តែវាមិនមែនភាកច្រើនទាំងអស់ទេបើសិនជាបងប្អូននៅប្តីប្រពន្ធវិញគឺអាចថានឹងទទួលបាននៅសំណាងគ្នាទៅវិញទៅមកក៏អាចថាបានសំណាងចេញពីគ្រូសារក៏អាចថាបានពេលខ្លះនៅក្នុងគ្រួសារហ្នឹងក៏មិនមែនជាសំណាងទេគេអាចថាជាកិត្តិយសមួយដែរសម្រាប់ដែលយើងនឹងមានវត្តមាននៅក្នុងគ្រួសាររបស់យើងក៏អាចថាមានជាកិត្តិយសសម្រាប់ផ្ដល់នៅគ្រួសារក៏អាចថាបានដែរខ្ញុំជឿថានៅក្នុងស្ថានភាពស្នេហាប្រពន្ធស្ថានភាពសង្សារស្ថានភាពអីហ្នឹងគឺមានភាពនឹងថឹងគឺអាចថាបើសិនជាមានការ stress ទៅលើអ្វីមួយយើងអាចថាត្រូវតែមានការដើរហើរសប្បាយរីករាយក៏មានជាបញ្ហាដែរបើសិនជាដាច់នៅសំណាងត្រូវតែពង្រឹងទៅលើសំណាងផងយើងចេញពីស្នេហាប្រពន្ធគ្រួសារអីហ្នឹងកិត្តិយសផងយើងនៅតែចង់ប្រាប់ឲ្យយើងហ្នឹងគឺកុំពង្រិចទៅលើចំនួនណាដែលมันមានភាពច្បាស់លាស់ហើយបើសិនជាមានជំនាញមានគោលដៅមួយឬក៏ពីរចុះក្រោមគឺវាអាចថានឹងអស់បើសិនជាយើងពង្រីកនៅទៅមុខទៀតវាថានឹងនាំនៅបញ្ហាធំធ្លាក់ធំផុតលេខអាចថាបានដែរបើសិនជាយើងនឹងមិនមានការគ្រប់គ្រងបានល្អសម្រាប់នៅក្នុងស្ថានភាពការងារផងយើងខ្ញុំជឿថាវាខ្លះវាសោកសៅក្នុងការរកលុយកាក់ក្នុងការងារមែនប៉ុន្តែវាជាបទពិសោធន៍មួយដែលល្អសម្រាប់យើងអាចថានឹងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការអភិវឌ្ឍដើម្បីទទួលបាននូវសំណាងគឺទៅតែងើបពង្រឹងវិន័យខ្លួនឯងដោយពលិទ្ធិហ៊ានខ្ញុំជឿថាអស់តែទៅផលទាំងកាយគឺវាឲ្យយើងហ្នឹងធ្វើមិនមានការគិតភ្លាមអនុវត្តភ្លាមកុំឲ្យគិតភ្លាមហើយនៅស្តុកទុកចោលគឺវាអាចថានឹងពិបាករឿងបញ្ហាទាំងបើមកហ្នឹងត្រូវតែដោះស្រាយភ្លាមដើម្បីទទួលបាននៅរឿងល្អទទួលបាននៅភាពខ្លាំងក្លាភាពច្បាស់លាស់ម្ចាស់ការសម្រាប់យើងអាចថាបានដែរពីឥឡូវទៅដល់2026ពីអាចថាជប់តាទៅលើរឿងកិត្តិយសសម្រាប់យើងចេញពីគ្រួសារចេញពីស្នេហាសំណាងអីហ្នឹងគឺនៅខាងយើងបណ្ដែរវាទាមទារឲ្យយើងដើម្បីឲ្យនៅខាងយើងពិត 100% តែម្ដងគឺត្រូវតែងើបពង្រឹងទៅលើខ្លួនឯងពង្រឹងទៅលើសមត្ថភាពខ្លួនឯងឲ្យបានល្អគឺវាថានឹងនាំនៅផលល្អខ្លាំងថាតាតទៀតមានសារអ្វីដែលចង់ប្រាប់សម្រាប់អ្នកដែលកាលឆ្នាំថោះអធិស្ឋានផងយើងបើកកាតមើលសិនអូខ្ញុំថាស្ថានភាពអ្នកខ្លះអាចថានឹងមានការបែកបាក់ទៅលើកិត្តិយសផងយើងបែកបាក់ធំតែម្ដងអ្នកខ្លះភាគច្រើនតែម្ដងទៅលើស្ថានភាពលុយកាក់ផងយើងត្រូវតែធ្វើម៉េចគុំមានក្តីស្រឡាញ់ច្រើនចែកឲ្យគេច្រើនពេកវាថានឹងនាំនៅផលពិបាកយើងមិនសិនជាយើងធ្វើអញ្ចឹងគឺអាចថានឹងនាំឲ្យស្ថានភាពលុយកាក់ផងយើងហ្នឹងគឺមានការបាត់បង់ច្រើនគឺមានការវិនិច្ឆ័យច្រើនអាចថាបានព្រោះអ្នកការចាំថាបើសិនជាលះបង់គឺលះបង់180ដឺក្រេឲ្យគេអាចថាបានដែរបើសិនជាមិនលះបង់គឺមិនលះបង់ឲ្យគេថាបានដែរគឺវាមានតាមអាចារ្យទឹកអាចារ្យគោកសម្រាប់យើងយើងត្រូវតែស្មងស្មាតធ្វើម៉េចឲ្យវាល្អសម្រាប់ខ្លួនឯងទៅខ្ញុំជឿថានឹងល្អប្រសើរសម្រាប់ដល់ការឆ្នាំថោះអាចថាបានដែរចឹងនៅក្នុងស្ថានភាពលុយកាក់ផងយើងអាចថានឹងមានការ
ចែកក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនច្រើនមិនថាមិត្តភ័ក្តិមិនថាស្នេហាមិនថាសំណាងគឺចែកឲ្យគេច្រើនហើយមានការបន់ស្រន់ទៅលើអ្វីដែលខ្លួនកំពុងតែធ្វើអីអញ្ចឹងទៅបណ្ដាញខ្ញុំឃើញថាមានការបែកបាក់អ្នកខ្លះបែកបាក់នៅក្នុងទំនាក់ទំនងគ្រួសារអ្នកខ្លះគ្រួសារបន្តិចផ្អាកនៅពេលទៅជួបផងយើងបើសិនជាបន្តិចផ្អាកគឺធ្ងន់រឿងហ្នឹងគឺធ្ងន់តែម្ដងសម្រាប់យើងពេលខ្លះរឿងវាកើតហេតុហើយភាគច្រើនទំនាក់ទំនងលេខកាក់គឺវាបែកបាក់តិចអស់ហើយនៅក្នុងគ្រួសារនៅក្នុងអីហ្នឹងទើបយើងអាចថាមានការផឹកស៊ីសបាយមានការមិនខ្វល់ខ្វាយពីអ្វីចឹងខ្ញុំជឿថានៅពេលដែលបងប្អូនឃើញនេះគឺអាចថានឹងជៀសផុតពីរឿងទាំងអស់ហ្នឹងហើយត្រូវតែរកទំនាក់ទំនងណាដែលផ្សះផ្សានៅក្នុងគ្រួសារឲ្យបានល្អខ្ញុំជឿថានឹងទៅមុខទៀតគឺឲ្យថានឹងល្អនៅលើមជ្ឈដ្ឋានមនុស្សជុំវិញខ្លួនយើងមិនសូវមានភាពអាត្មានិយមយើងមិនសូវមានភាពក្លែកក្លាច់ទេគេមើលមកយើងហ្នឹងគឺពោពេញទៅដោយនៅគេទៅជួស្ដុកស្ដាំគេមើលមកយើងហ្នឹងគឺពោពេញទៅដោយនៅភាពច្បាស់លាស់ម្ចាស់ការមិនដែរវាទាមទារឲ្យយើងនឹងត្រូវតែប្រយ័ត្នប្រយែងដែរពីព្រោះអីគេមើលមកយើងអ្វីក៏ដោយប្រយ័ត្នប្រយែងគឺគេចូលមកគឺគេចង់បានតែផលប្រយោជន៍ពីយើងទេអញ្ចឹងយើងត្រូវតែពង្រឹងទៅលើផ្លូវចិត្តខ្លួនឯងកុំមានការស្ដីបន្ទោសទៅលើខ្លួនឯងថាខ្លួនឯងនឹងរ៉ាប់រងការងារច្រើនហត់នឿយច្រើនអញ្ចឹងតោះយើងត្រូវតែឃុំក្រងទៅលើផ្លូវចិត្តខ្លួនឯងតិចដើម្បីទទួលបាននៅភាពជាអ្នកដឹកនាំមួយល្អវាខ្លះនៅក្នុងគ្រួសារផងយើងពាក់ព័ន្ធមួយការរកស៊ីការអីហ្នឹងគឺវាធ្វើឲ្យផ្លូវចិត្តយើងមានបញ្ហាពេលខ្លះបើសិនជាអ្នកខ្លះអាចថាគ្រួសារមិនសូវ support ពីយើងអាចថានឹងមានកម្មពៀវារាសម្រាប់យើងអាចថាបានលទ្ធផលចុងក្រោយដែលវាហុចឲ្យតំណាងឲ្យទុកស័កណាយើងត្រូវតែពេលទៅដល់ដាច់ឆ្នាំ2026ហ្នឹងពង្រឹងទៅលើគ្រួសារឲ្យបានល្អកិត្តិយសឲ្យបានល្អគឺវាអាចថានឹងល្អខ្លាំងពេលខ្លះគេដាក់សម្ពាធឲ្យយើងតែងទួចយើងអាចថានឹងមានការ stress យើងអាចថាមានភាពហត់នឿយវាអាចថាមានភាពដែលអត់ចាំបាច់ហ្នឹងពេលច្រើនយើងអាចថានឹងមានការឧទាហរណ៍យើងទៅផឹកស៊ីក្រៅឧទាហរណ៍យើងធ្វើការដែលមិនចាំបាច់វាធ្វើការដែលអត់បានផលគេដាក់នៅរងសម្ពាធពីយើងចេញពីគ្រួសារអាហ្នឹងវាដូចជាកម្មពីវារៀនមួយដែរប៉ុន្តែពេលខ្លះវាអាចថាពង្រៀនឲ្យយើងនឹងល្អប្រសើរដែរវាអាចថាជាសារដាស់តឿនដែរវាពង្រៀនឲ្យយើងនឹងមានការជឿជាក់ទៅលើខ្លួនឯងតិចគឺវាថាល្អហើយកុំប្រើគំនិតដែលយើងនឹងស្មើសម័យនៅក្នុងគ្រួសារហ្នឹងពេកភាគច្រើនបើសិនជាយើងអភិវឌ្ឍកាត់ភ្លាមអភិវឌ្ឍភ្លាមនៅរឿងល្អៗចែកទៅលើក្តីស្រឡាញ់ខ្ញុំជឿថានឹងអស់ពេលថាយើងប្រើនៅកំណត់យើងប្រើនៅញៀនទី6ផងយើងវាបើកខ្លាំងមែនប៉ុន្តែយើងប្រើនៅកំណត់ពេលខ្លះនៅក្នុងគ្រួសារវាធ្វើវាកាន់តែឲ្យផ្លូវចិត្តផងយើងនឹងជន់ទៅលើខ្លួនឯងបើសិនជាយើងចេញធ្វើការអភិវឌ្ឍអនុវត្តខ្ញុំជឿថានឹងល្អស្ថានភាពលុយកាក់គឺវានឹងចេញទៅផុតពេលណាតើតើយើងហត់នឿយច្រើនទៅរឿងគ្រប់យ៉ាងទាំងអស់ហ្នឹងវាអាចថានាំនៅរឿងល្អសម្រាប់យើងអាចថាបានដែរការប្រកួតប្រជែងផងយើងហ្នឹងគឺទាមទារឲ្យយើងហ្នឹងកុំសូវប្រឹក្សាយោបល់ទៅអ្នកដទៃច្រើនពេកឧទាហរណ៍ការជួបជុំផឹកស៊ីនិយាយរឿងដែលអាចចាំបាច់ឬក៏ស្ថាប័នការងារផងយើងគុំសូវមានភាពលេចធ្លោខ្លាំងពេកវាដូចជាលក្ខណៈនៅក្នុងគ្រួសារយើងប្រើញៀនទី6ផងយើងអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងប្រឡូកនៅខាងក្រៅហ្នឹងវាទាមទារឲ្យយើងនឹងគុំសូវពិភាក្សារឿងដែលអត់ចាំបាច់ទៅដល់អ្នកដទៃដើម្បីអ្នកដទៃហ្នឹងចំណែនឆ្លៀនពីយើងភាគច្រើនគ្រួសារគឺឲ្យសត្រូវជាយើងដើម្បីឲ្យយើងហាត់ដំលុតដែលទៅលើមនុស្សមជ្ឈដ្ឋានជុំវិញខ្លួនអាចថាបានណាខ្ញុំមានថានៅពេលដែលយើងអភិវឌ្ឍបានល្អគឺវាអាចថានឹងនាំនៅភាពជាអ្នកដឹកនាំមួយដែលច្បាស់លាស់សម្រាប់ខ្លួនឯងគេថាបានណាសម្រាប់ស្នេហាប្តីប្រពន្ធវិញយើងគឺអាចថានឹងកិច្ចផុតពីភាពអាម៉ាស់នឹងកិច្ចផុតពីភាពពុយតនីនឹងកិច្ចផុតពីភាពដែលមានភាពអាម៉ាស់អញ្ចឹងណាមជ្ឈដ្ឋានជុំវិញខ្លួនវាទាមទារឲ្យយើងនឹងគិតរឿងល្អសម្រាប់យើងដើម្បីស្រូបទាញនៅផលល្អហើយស្ថានភាពអ្នកខ្លះរៀបការស្នេហាប្រពន្ធនេះគឺមិនសូវជាមានគ្រឹះនៃលុយកាក់ទេវាទាមទារឲ្យយើងនឹងពង្រឹងទៅលើខ្លួនឯងពង្រឹងទៅលើស្នេហាប្រពន្ធរៀងខ្លួនគឺអាចថានឹងអស់តែលើលីក៏មិនសូវជាមានគ្រឹះរងមាំដែរក៏អាចថាបានដែរខ្ញុំថាតាមថែរក្សារបស់បងប្អូននៅក្នុងស្ថានភាពក្នុងពេលហ្នឹងឲ្យយើងនឹងផ្អាកទៅលើការជួបជុំផឹកស៊ីដើម្បីរឿងល្អសម្រាប់យើងអញ្ចឹងណា
អ្នកនៅផ្ទះយើងក៏គេគិតថាអញ្ចឹងដែរពេលណាយើងការផឹកស៊ីរបស់យើងយូរម្ដងគឺវាអាចថានឹងមានភាពសុបាយរីករាយមានភាពចេញពីចិត្តដោយស្មោះត្រង់អាចថាបានដែរអញ្ចឹងខ្ញុំគិតថាលទ្ធផលដែលវារួចឲ្យត្រូវតែមានភាពរ៉ាប់រងនៅក្នុងលុយកាក់នៅក្នុងគ្រួសារនៅក្នុងអីនឹងឲ្យមានខ្លាំងល្អទើបវាអាចថានឹងល្អស្ទុះត្រាចរកនៅកិត្តិយសទោះត្រាចរកនៅសំណាងខ្ញុំជឿថាសុភមង្គលនៅពេលដែលយើងងើបតែខ្លួនឯងគឺវាអាចថានឹងល្អសម្រាប់យើងណាតែតាមតែរក្សាគឺមើលមកយើងគូពោពេញទៅដោយនៅការចង់បានទៅលើផលប្រយោជន៍ពីខ្លួនឯងផងផលប្រយោជន៍ពីអ្នកដទៃផងយើងមានភាពស្ទុះស្ទាស្លន់ស្លោអីយ៉ាងដែរក្នុងការចាយវាយនៅក្នុងការលះបង់ឲ្យអ្នកដទៃយើងនៅតាមតែរក្សាឲ្យយើងហ្នឹងកុំសូវមានភាពស្ទុះស្ទាស្លន់ស្លោឬក៏មិនមានការគិតសូម្បីតែការលះបង់ឲ្យអ្នកដទៃក៏ត្រូវឲ្យកុំឲ្យយើងគិតលឿនខ្លាំងពេកវាថានឹងនាំនៅផលវិនិច្ឆ័យនៃលុយកាក់សម្រាប់យើងអាចថាបានដែរអញ្ចឹងនៅលើកិត្តិយសផងយើងគឺមិនសូវជាមានការងារជាលុយកាក់ខ្លួនឯងទេដែលគ្រួសារមើលមកយើងអញ្ចឹងយើងអាចថាអ្នកខ្លះអាចថានឹងមានការចាក់ចេញមានការដំណើរកំសាន្តជាមួយនឹងមនុស្សជុំវិញខ្លួនពេលខ្លះ stress ទៅលើការងារក្នុងគ្រួសារការងារខ្លាំងពេកអញ្ចឹងយើងអាចថាមានការចាក់ចេញមានការដើរហើរកំសាន្តមានការអីចឹងទៅប៉ុន្តែការងារផងយើងហ្នឹងគឺមួយច្បាស់លាស់តែម្ដងខ្ញុំជឿថាអញ្ចឹងដល់ពេលដែលយើងនឹងលះបង់ទម្លាក់ទុកចោលនៅរឿងគ្រប់យ៉ាងទាំងអភិវឌ្ឍទៅលើជំនាញផងយើងមិនបង្កើតគោលដៅដែលធ្វើឲ្យយើងនឹងវែងឆ្ងាយខ្ញុំជឿថាយើងមានភាពច្បាស់លាស់ទៅលើរឿងនឹងមានតែការសប្បាយរីករាយនៅក្នុងការងារផងយើងនឹងគឺមួយចានទឹកម្ចានគង់អញ្ចឹងយើងអាចថានឹងឆ្លងខេត្តឆ្លងតំបន់ឆ្លងកន្លែងឆ្លងអីយ៉ាងទៅក្នុងការងារផងយើងមានការដើម្បីទទួលបាននៅរឿងល្អហើយនៅក្នុងការងារផងយើងនៅពេលដែលយើងធ្វើបានខ្លាំងហើយនៅក្នុងគ្រួសារក៏មានភាពល្បីល្បាញសោះសាញមានគេសរសើរមានគេយើងអាចថានឹងមានភាពលេចធ្លោប៉ុន្តែយើងមិនមានការខ្វល់អ្វីទាំងអស់ទេព្រោះអីយើងដូចជាតារាមួយដែលរះនៅក្នុងមជ្ឈដ្ឋានគ្រួសារមិនថាតំណែងតំណងនៃលុយកាក់បើទោះជាការងារល្អមែនក៏វាមិនសូវជាហុចនៅតំណែងតំណងដែរវាទាមទារឲ្យយើងនឹងចែកលើតំណែងតំណងក្តីស្រឡាញ់តំណែងតំណងលុយកាក់ឲ្យអ្នកដទៃគឺវានឹងល្អជាងសម្រាប់យើងអញ្ចឹងតានៅក្នុងគ្រួសារបើសំណាងពេលខ្លះវាហត់សម្រាប់យើងពេលវាទាមទារឲ្យយើងនឹងសម្រាកខ្លះទៅដើម្បីទទួលបាននៅសំណាងដែរពេលខ្លះនៅតែមកកន្លែងចែកទៅលើក្តីស្រឡាញ់គ្រួសារឲ្យបានច្រើនទៅគឺវាអាចថានឹងអស់បើមិនជាយើងចែកក្តីស្រឡាញ់ទៅលើមជ្ឈដ្ឋានមនុស្សជុំវិញខ្លួនវាអាចថានឹងធ្វើឲ្យយើងនឹងសោកសៅចង់រំពឹងពីអ្នកដទៃគឺវាអាចថានឹងពិបាកបើមិនជាយើងចែកក្តីស្រឡាញ់គិតព្រាមអនុវត្តព្រាមនៅក្នុងគ្រួសារវាបាននៅសំណាងវាលឿនជាងសម្រាប់យើងអីចឹងទៅនៅក្នុងការប្រគល់ប្រជែងប៉ុន្តែខ្ញុំនិយាយអញ្ចឹងបើទោះជាយើងសង្ស័យពឹងពីសំណាងអ្នកដទៃមែនប៉ុន្តែនៅក្នុងឱកាសសំណាងពីអ្នកដទៃហ្នឹងគឺវាមានសំណាងដែរគឺវានឹងបងវល់សម្រាប់យើងពេលខ្លះយើងធ្វើទាំងអស់ទៅការងារជាមួយនឹងជុំវិញខ្លួនយើងធ្វើទៅប៉ុន្តែកំសត់ជាចង់បានផលពេកផ្ដោតក្តីស្រឡាញ់ក្នុងគ្រួសារបន្ថែមទៀតទៅក៏វាអាចថានឹងល្អដែរទៅលើរឿងទាំងអស់ហ្នឹងអញ្ចឹងវាអាចថានឹងជោគជ័យទាំងអស់គ្នាអាចថានៅក្នុងក្តីស្រឡាញ់នៅក្នុងលុយកាក់ការងារហ្នឹងគឺត្រូវប្រយ័ត្នប្រយែងគឺមានសារពុំមានសម្រាប់យើងគឺមានការប្រគល់ប្រជែងបើសិនជាយើងប្រគល់ប្រជែងបានល្អគឺខ្ញុំជឿថានឹងល្អមិនខ្វល់ពីសិទ្ធិត្រូវដែលមានការឆ្លៀននេះពីយើងជាពិសេសទៅលើមជ្ឈដ្ឋាននឹងគ្រួសារក៏វាគេអផុតទេគឺអាចថាមានការកម្មករឆ្លោះទាស់តែងគ្នាមានការចំណែនមានទិញទួយក៏មានជាបញ្ហាឲ្យតែយើងនឹងពង្រឹងទៅលើស្មារតីខ្លួនឯងឲ្យបានល្អគ្រប់គ្រងទៅលើខ្លួនឯងឲ្យបានល្អខ្ញុំជឿថានឹងល្អពេលណាយើងមិនសូវជាមានការរ៉ាប់រងពោះទៅមានការកម្មករយ៉ាងណាយើងអោបពុតសោបទៅលើលុយកាក់នៅក្នុងគ្រួសារនៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនក៏វាពិបាកដែរវាទាមទារឲ្យយើងនឹងរៀនបណ្ដោយជា relate ទៅអ្នកការឆ្នាំថោះនឹងល្អប្រសើរសម្រាប់នៅក្នុងពេលទៅដល់ថ្ងៃដាច់ឆ្នាំ2026ចឹងនៅជាមានប៉ុណ្ណឹងទេអរគុណបងប្អូនដែលបានទស្សនារការរបស់ខ្ញុំមីឡុយចំពោះបងប្អូនសុខភាពល្អសំណាងល្អរកទទួលទីមែនបានគ្រប់ភារកិច្ចគ្រប់ទីកន្លែងជួបគ្នានៅឱកាសក្រោយបាយបាយ